សម្រាប់ម៉ាក់ដែលគាត់ចង់ពណ៌កូនបែបនេះនៅពេលដែលគាត់យំខ្លាំងលងអត់បាត់អីអ្នកនរគ្នាក៏អាចសាកល្បងធ្វើអញ្ចឹងបានដែរដោយសារតែឬថាក្មេងគាត់ចូលចិត្តរបៀបពណ៌បែបហ្នឹងហើយបើសិនជាគាត់យំអាចកាត់បន្ថយការយំរបស់គាត់ឬក៏ធ្វើឲ្យគាត់បាត់យំអាចមើលវីដេអូហ្នឹងបានដោយសារតែពណ៌បែបហ្នឹងអាចជួយឲ្យក្មេងតូខ្យល់អីក៏ដើរខ្យល់ស្រួលដែរអញ្ចឹងអ្នកនរគ្នាពណ៌កូនបើសិនជាអត់ទាន់រឹងកទេកុំភ្លេចដៃម្ខាងទៀតត្រូវតែទប់កញ្ចឹងករបស់គាត់ហើយដៃខាងឆ្វេងគឺសូកចូលប្រឡោះជើងទាំងពីរហើយបន្ទាប់មកតំណោះដៃឲ្យអូនម្ខាងទៀតដែលនៅខាងលើហ្នឹងដាក់ចូលទៅនៅខាងក្រោមខ្លួនរបស់គាត់វិញហើយកន្លែងក្បាលរបស់គាត់ហ្នឹងធ្វើមិនកុំឲ្យភ្ងើយពេកតែភ្ងើយពេកឆ្អឹងករបស់គាត់ខ្ចីធ្វើមិនដាក់ឲ្យរត់ជាមួយនឹងដៃរបស់យើងដោយកុំភ្ងើយពេកហើយចំណុចសំខាន់មួយទៀតអាដៃដែលក្រៀកនេះអ្នកទាំងអស់គ្នាគឺត្រូវតែឲ្យមានកម្លាំងក្រៀកឲ្យជាប់ពីព្រោះកូនជាប់មិនជាប់លើអាដៃយើងក្រៀកហ្នឹងម៉ាក់ដំបងបើសិនជាគាត់ធ្វើគឺខ្ញុំតែខំឲ្យគាត់ធ្វើនៅលើពុកហើយបន្ទន់ជង្គង់ធ្វើទៅវាទៀបលោតែយើងកាន់តែអូននៅល្អល់អត់ថ្នឹកធ្លាក់ជាគឺនៅលើពុកទន្ទន់អត់មានគ្រោះថ្នាក់អញ្ចឹងសម្រាប់ការធ្វើគឺមានបែបហ្នឹងឯង